ពិភពលោកតក់ស្លុតយោធាថៃកំទេចរូបសំណាក់ព្រះវិស្ណុលើទឹកដីកម្ពុជាបង្កកំហឹងយ៉ាងខ្លាំងពីសំណាក់អ្នកកាន់សាសនាហិណ្ឌូនៅឥណ្ឌាសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជាបានឈានដល់កម្រិតបង្កវិនាសកម្មលើសម្បត្តិវប្បធម៌និងជំនឿសាសនាដែលកំពុងក្លាយជាផ្ទាំងស៊ីបនៃការរិះគន់យ៉ាងចាស់ដៃពីសំណាក់សហគមន៍អន្តរជាតិចាប់ពីថ្ងៃពីម្សិលមិញរហូតដល់ថ្ងៃនេះបណ្ដាញសារព័ត៌មានធំៗជាពិសេសនៅក្នុងប្រទេសឥណ្ឌាបានប្រុងប្រយ័ត្នចុះផ្សាយនៅរូបភាពដ៏រន្ធត់នៃការបំផ្លិចបំផ្លាញរូបសំណាកព្រះវិស្ណុដែលត្រូវបានកសាងឡើងនៅលើទឹកដីកម្ពុជាសម្រាប់ជាទីគោរពបូជាប្រតិកម្មយ៉ាងខ្លាំងក្លាពីប្រទេសឥណ្ឌាការមិនផ្ដល់ការគោរពអ្នកប្រតិបត្តិសាសនានិងមហាជននៅក្នុងប្រទេសឥណ្ឌាបានបង្ហាញការខឹងសម្បារយ៉ាងខ្លាំងនឹងរិះគន់រដ្ឋាភិបាលថៃក៏ដូចជាយោធាថៃដែលបានប្រើប្រាស់អំពើហិង្សាវាយកំទេចរូបសំណាកជាទីសក្ការៈនេះយោងតាមសារព័ត៌មានឥណ្ឌាសកម្មភាពត្រូវបានពិពណ៌នាថាការមិនផ្ដល់ការគោរពធ្ងន់ធ្ងរមកលើសាសនាហិណ្ឌូសំណួរដ៏ចាក់ដោតមួយត្រូវបានលើកឡើងថាតើភាគីថៃកំពុងស្រវឹងនឹងសង្គ្រាមឬយ៉ាងណាបានហ៊ានទៅកំទេចរូបសំណាកហិណ្ឌូដ៏ធំរបស់កម្ពុជាបែបនេះការឆ្លើយតបដែលគ្មានទំនួលខុសត្រូវបន្ថែមកម្ដៅនៃកំហឹងបើទោះបីជាការរិះគន់ជុំវិញពិភពលោកក៏ដោយការឆ្លើយតបរបស់នាយករដ្ឋមន្ត្រីថៃនិងក្រុមអ្នកនាំពាក្យថៃនៅថ្ងៃនេះមិនបានបង្ហាញពីការសោកស្ដាយនិងផ្ដល់ការគោរពអ្នកកាន់សាសនាហិណ្ឌូនោះទេអរិយាប័ត្រអំនួតនេះបានធ្វើឲ្យប្រតិកម្មកាន់តែឡើងកម្ដៅឈានទៅដល់ការថ្កោលទោសជាសកលចំពោះយោធាថៃដែលបានបំផ្លាញរូបសំណាកព្រះវិស្ណុដែលជាតំណាងនៃសន្តិភាពនិងការការពារយោងតាមសំណេរដ៏មានអត្ថន័យជ្រាលជ្រៅរបស់ឯកឧត្តមនេតភក្ត្រាបានសង្កត់ធ្ងន់ថាធ្វើបាបបានបាបមិនចាំជាតិក្រោយទេឃ្លានេះមិនត្រឹមតែជាការបង្ហាញការឈឺចាប់របស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាជាការក្រើនរំលឹកដល់យោធាថៃថាការបំផ្លាញសាសនវត្ថុនិងការប្រមាថលើជំនឿរបស់មនុស្សជាតិនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដែលមិនអាចជៀសផុតបានការបំផ្លាញរូបសំណាកព្រះវិស្ណុលើទឹកដីកម្ពុជាគឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញថាការឈ្លានពានរបស់ថៃមិនត្រឹមតែរំលោភបំពានលើទឹកដីប៉ុណ្ណោះទេថែមទាំងរំលោភបំពានលើសីលធម៌តម្លៃសកលនៃមនុស្សជាតិទៀតផងពិភពលោកកំពុងតាមដានយ៉ាងជិតដិតហើយយុត្តិធម៌សម្រាប់កម្ពុជានិងសច្ចធម៌សាសនានឹងត្រូវបានដណ្ដើមយកមកវិញ